សួស្តីអ្នកនរគ្នាឥឡូវមកដល់មេរៀនទី34វគ្គសាស្ត្រទី2មេរៀនពីសេដ្ឋកិច្ចខ្ញុំជាមិត្តសានអបហ្នឹងហើយអ្នកនរគ្នាខ្ញុំសូមនិយាយរឿងសង្គ្រាមរវាងប្រទេសមួយបន្តិចអ្នកនរគ្នាខំរៀនភាសាកូរ៉េទៅបើសិនជាសង្គ្រាមកើតឡើងនៅពិភពលោកនេះគឺវាកើតឡើងធំហើយឥឡូវកាន់តែដុនដាបហើយនៅឈមពៀគឺកំពុងតែបាញ់គ្នាខ្លាំងហើយនៅប៉ែស៊ីយើងក៏ប៉ះគ្នាតិចតួចដែរហើយនៅប៉ែអឺរ៉ុបនេះកំពុងតែធ្វើជាជំនួយដែលធំមួយទៅឈមពៀហើយមហាអំណាចទាំងអស់កំពុងតែអត់ត្រូវគ្នាទេអ្នកនរគ្នាយើងរៀនភាសាកូរ៉េគឺអត់ខុសទេប្រទេសកូរ៉េក៏មានការចំនួនគ្នាដែរតែទម្រាំដែលមានសង្គ្រាមធំប្រទេសកូរ៉េខាងជើងកូរ៉េខាងត្បូងទម្រាំតែពុះប៉ះគ្នានោះគឺច្រើនឆ្នាំទៀតនោះតើក៏វិភាគទៅកូរ៉េខាងត្បូងកូរ៉េខាងជើងយ៉ាងហោចណាស់ក៏10 20ឆ្នាំ10ឆ្នាំ7ឆ្នាំទៀតដែរអធិស្ឋានយ៉ាងហោចណាស់ក៏7ឆ្នាំ8ឆ្នាំទៀតដែរបើសិនជាប៉ះគ្នាមែនតែបើសិនជាប្រទេសមួយប្រទេសកម្ពុជានិងថៃក៏អាចនឹងប៉ះគ្នាហើយបើសិនជាសម្រួលមិនត្រូវនេះជារឿងតិចតួចនៅអាស៊ីយ៉ាងទេបើសិននៅឈមពៀកចាប់ផ្ដើមធំទៅអ្នកនរគ្នាទាំងអ្នកនរគ្នាបើសិនជាអ្នករៀនភាសាកូរ៉េចង់ទៅប្រទេសកូរ៉េប្រឡងខំប្រឹងលឿនទៅប្រទេសដែលរីកចម្រើនបើសិនជាសង្គ្រាមរីកចម្រើនមានប្រទេសកូរ៉េទេព្រោះប្រទេសកូរ៉េគឺអត់សូវមានអាវុធដែលធំអីទេហើយក៏ជាប្រទេសដែលប្រកាន់ភ្ជាប់នៅការសង្គ្រាមគេមិនចង់មានសង្គ្រាមប្រមាណទេហើយនៅឈមពៀនេះគឺសង្គ្រាមខ្លាំងហើយអ្នកនរគ្នាសូម្បីនៅអាស៊ីយើងនៅឥណ្ឌាក៏បាញ់គ្នាជារៀងរាល់ថ្ងៃហើយប៉ុន្មានថ្ងៃហ្នឹងរយៈពេលតាំងពីថ្ងៃទី13មកដល់ទី15 16នេះគឺនៅអ៊ីរ៉ាក់អ៊ីរ៉ង់ជាមួយនឹងអ៊ីស្រាអែលគឺបាញ់គ្នារយប់ទេគឺទម្លាក់មីស៊ីលជារៀងរាល់ថ្ងៃអ្នកនរគ្នារយៈពេល3ថ្ងៃហ្នឹងគឺទម្លាក់មីស៊ីលមិនដាច់ទេហើយនៅថ្ងៃហ្នឹងយប់ហ្នឹងឬក៏ស្អែកគឺនៅតែបាញ់ទៀតគឺអត់ឈប់ទេចឹងអ្នកនរគ្នាខំប្រឹងរៀនខំប្រឹងអីទៅបើសិនជាយើងមកទៅប្រទេសកូរ៉េគឺល្អឬក៏ទៅប្រទេសជប៉ុនក៏ល្អដែរសម្រាប់ប្រាក់ខែវាខុសគ្នាមែនតែថាប្រទេសជប៉ុននិងប្រទេសកូរ៉េគឺវារៀងសុវត្ថិភាពបានយូរវាមិនអាចថាมันមានសង្គ្រាមទេបើសិនសង្គ្រាមលោកកើតឡើងវានឹងតែមានជាច្រើនប្រទេសដែលប៉ះគ្នាទៀតនៅតែមានប៉ះគ្នានឹងតបាញ់គ្នានឹងតែថាប្រទេសកូរ៉េប្រទេសជប៉ុនគឺអាចនឹងមានសុវត្ថិភាពច្រើនហើយទៅបានយូរដែរតើអ្នកទាំងគ្នាឥឡូវចូលមេរៀនយើងមកទៅគឺកុំនិយាយរឿងសង្គ្រាមច្រើនពេកតើOFE ភាសាទី2ខ្ញុំជាមិត្តសានអបសេដ្ឋកិច្ចនិងវិស័យការងារស៊ឺឈូរ៉ាដានាំចេញស៊ូអ៊ីផាដានាំចូលស៊ូឈូភូមិផលិតផលនាំចេញស៊ូអ៊ីភូមិផលិតផលនាំចេញផលិតផលនាំចូលស៊ូឈូភូមិផលិតផលនាំចេញស៊ូអ៊ីភូមិផលិតផលនាំចូលសុនជីនគុកប្រទេសអភិវឌ្ឍកេបាដូសិនគុកប្រទេសកំពុងអភិវឌ្ឍមួយយុគពាណិជ្ជកម្មខ្ញុំជាមិត្តខ្ញុំជាបាជនការប្រព័ន្ធសេដ្ឋកិច្ចអ្នកនរគ្នាដឹងថាប្រទេសកូរ៉េអភិវឌ្ឍនិងចុះសង្គ្រាមលោកនៅថ្ងៃទីប្រហែលឆ្នាំប្រហែលទេប្រទេសកូរ៉េបញ្ចប់សង្គ្រាមនៅឆ្នាំ1950ហើយអភិវឌ្ឍសេដ្ឋកិច្ចនៅឆ្នាំ1975ចឹងអ្នកនរគ្នាអាចសាកជ្រាវម្ដងទៀតព្រោះខ្ញុំក៏មិនសូវដឹងច្បាស់ដែរការខ្ញុំនៅរៀនគឺដឹងច្រើនតែឥឡូវខ្ញុំអាចទាំងភ្លេចខ្លះអ្នកនរគ្នាអាចសាកជ្រាវនៅសង្គ្រាមរបស់ប្រទេសកូរ៉េចឹងអ្នកនរគ្នាធ្វើរំហាប់នេះមកអ្នកនរគ្នាកុំភ្លេចទិញវេយ្យាករណ៍ហើយនឹងពាក្យទាំង8ពាក្យហ្នឹង
nơn nơn cọt cắt tha prai tha hạ bờ đi chia tình máu nơn cọt cắt tha hạ bờ đi chia chẳng vì tao mình là phần năng cái phần năng tế sao mà chia sẻ này cũng học hỏi cho con